នៅថ្ងៃទី3 ខែកុម្ភៈឆ្នាំ2026កងទ័ពសហរដ្ឋអាមេរិកបានបាញ់យន្តហោះគ្មានអ្នកបើកប្រភេទដ្រូន Shahed 139របស់អ៊ីរ៉ង់ដែលកំពុងហោះមកជិតដែននាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln នៅក្នុងសមុទ្រ Arabian Sea ក្នុងការការពារនាវាហោះហើររបស់ខ្លួន អាមេរិកបានប្រើយន្តហោះ F-35C ដើម្បីទម្លាក់ដ្រូនសាហិតរបស់អ៊ីរ៉ង់នៅសហរដ្ឋអាមេរិកថាខ្លួនបានធ្វើនេះគឺស្ថិតនៅរឿងស្របច្បាប់មួយពីព្រោះគាត់គឺបានការពារនាវារបស់ខ្លួនពីដ្រូនរបស់អ៊ីរ៉ង់តែប៉ុណ្ណោះมันមានអ្វីក្នុងការឈ្លានពាននោះឡើយអាមេរិកនិងអ៊ីរ៉ង់នឹងបើកកិច្ចចរចាស្ដីអំពីនុយក្លេអ៊ែរក្នុងឆ្នាំ2026នេះនៅចុងអាទិត្យខែ2ថ្ងៃទី25តាមយោងសេចក្តីព័ត៌មាន Reuters បានបកស្រាយប្រាប់